រុនសួស្តីក៏ដូចជាជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំមកធ្វើវីដេអូដើម្បីធ្វើការអាប់ដេតនៅតម្លៃមាសក៏ដូចជាតម្លៃប្រាក់នៅព្រឹកថ្ងៃទី7ខែមករាឆ្នាំ2026បាទអញ្ចឹងទេបើសិនជាបងប្អូនចូលចិត្តវីដេអូបែបនេះក៏ដូចជាចង់តាមដាននៅតម្លៃមាសឬក៏តម្លៃប្រាក់ជាប្រចាំថ្ងៃបងប្អូនអាចធ្វើការ follow YouTube Channel របស់ខ្ញុំពីព្រោះថាខ្ញុំនឹងមកធ្វើវីដេអូដើម្បីធ្វើការអាប់ដេតនៅតម្លៃមាសក៏ដូចជាតម្លៃប្រាក់ជារៀងរាល់ថ្ងៃតែម្ដងបាទអញ្ចឹងទេនៅក្នុងព្រឹកនេះដែរតម្លៃមាសបានធ្វើការហក់ឡើងខ្លាំងមែនទែនគឺស្ថិតនៅតម្លៃ$4,494ក្នុង1អោនឬបើសិនជាគិតជាតម្លឹងហ្នឹងគឺស្មើនឹង$5,417ក្នុង1តម្លឹងហើយបើសិនជាគិតជាជីហ្នឹងគឺស្មើនឹង$541ក្នុង1ជីបាទចំណែកឯប្រាក់វិញក៏បានធ្វើការហក់ឡើងខ្លាំងផងដែរហើយតម្លៃចុងក្រោយដែលខ្ញុំបានចូលទៅមើលហ្នឹងគឺប្រាក់ស្ថិតនៅតម្លៃ$81ក្នុង1អោនឬបើសិនជាគិតជាតម្លឹងគឺស្មើនឹង$97ក្នុង1តម្លឹងឬស្មើនឹង$9.7ក្នុង1ជីហើយបើសិនជាគិតជាគីឡូហ្នឹងគឺស្មើនឹង$2,604ក្នុង1គីឡូក្រាមបាទអញ្ចឹងទេយើងចាំមើលថានៅក្នុងថ្ងៃនេះតើតម្លៃមាសក៏ដូចជាតម្លៃប្រាក់អាចនឹងធ្វើការហក់ឡើងបន្តទៀតដែរឬទេហើយបើសិនជាមានការអាប់ដេតក៏ដូចជាការប្រែប្រួលនៅតម្លៃយ៉ាងណាខ្ញុំនឹងមកធ្វើវីដេអូដើម្បីធ្វើការអាប់ដេតដល់បងប្អូនទាំងអស់គ្នានៅល្ងាចនេះបន្តទៀតបាទអញ្ចឹងទេអរគុណច្រើនសម្រាប់ការគាំទ្ររបស់បងប្អូនទាំងអស់គ្នាក៏ដូចជាការទស្សនាវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់ហើយបើសិនជាបងប្អូនចូលចិត្តវីដេអូបែបនេះកុំភ្លេចធ្វើការ follow YouTube របស់ខ្ញុំឬក៏ជួយ share វីដេអូនេះដើម្បីឲ្យបងប្អូនរបស់យើងគាត់បានឃើញផងហើយបើសិនជាបងប្អូនចង់បញ្ចេញមតិយ៉ាងណាបងប្អូនអាចធ្វើការ comment ក្រោមវីដេអូរបស់ខ្ញុំបានបាទអរគុណច្រើនបងប្អូនទាំងអស់គ្នាជម្រាបលាបាទ